បងប្អូនណាខ្លះធ្លាប់និយាយថាលុយមិនអាចទិញសុភមង្គលបានបងប្អូនណាខ្លះធ្លាប់និយាយពាក្យហ្នឹងឬក៏កុំប្រឹងពេកស្លាប់ទៅមិនអាចយកទៅវិញបានទេអ្នកខ្លះក៏ធ្លាប់និយាយអញ្ចឹងពាក្យពេចន៍ទាំងអស់ហ្នឹងបង្ហាញថាបុគ្គលម្នាក់ហ្នឹងគឺមានរបួសស្នាមផ្នែករ៉ាយវត្ថុទេអញ្ចឹងបងប្អូននេះឆ្ងល់ថាអ្វីទៅជារបួសស្នាមផ្នែករ៉ាយវត្ថុនៅទីនេះបងប្អូនណាខ្លះពេលខ្លះនៅពេលដែលមានលុយរៀងច្រើនបន្តិចភ័យខ្លាចគេដឹងថាខ្លួនឯងមានលុយច្រើនរួចហើយខ្លាចគេរួចខ្លាចគេដឹងអីចឹងទៅបងប្អូនណាខ្លះធ្លាប់មានបញ្ហាហ្នឹងហើយមួយទៀតពេលខ្លះនៅពេលដែលយើងមានលុយគឺទុកលុយអត់នៅទេយើងចង់ទៅទិញអ្នកដែលមានលុយទុកអត់នៅចង់ទៅទិញអ្នកហ្នឹងគឺមានរបួសស្នាមផ្នែករ៉ាយវត្ថុឯងដោយសារពីមុនមកគាត់ខ្វះខាតនៅពេលដែលខ្វះខាតឃើញគេប្រើប្រាស់របស់ល្អឃើញគេញ៉ាំរបស់ឆ្ងាញ់ចឹងនៅពេលហ្នឹងប្រកម្មចិត្តមួយចំមើថ្ងៃក្រោយអ្វីដែលខ្ញុំចង់ញ៉ាំខ្ញុំអត់បានញ៉ាំខ្ញុំនឹងទិញញ៉ាំហើយតាមទិន្នន័យធ្វើការសិក្សាស្រាវជ្រាវក្រុមហ៊ុនលក់របស់ទំនើបបានចំណូលច្រើនពីអ្នកធ្វើការជាងអ្នកដែលជាម្ចាស់អាជីវកម្មហើយនឹងម្ចាស់អាជីវកម្មឬក៏គេហៅអ្នកមានថ្មីថ្មោងបង្ហាញទ្រព្យសម្បត្តិបង្ហាញមានប្រាក់បង្ហាញអីភាគច្រើនពួកគាត់គឺអ្នកមានថ្មីថ្មោងអ្នកមានយូរហើយពិតប្រាកដដូចគ្មានបង្ហាញអីច្រើនទេគេមានក្រុមហ៊ុនគេកាន់តែរីកធំទៅរួចហើយគេកសាងទ្រព្យតចំនួន3 4ជំនាន់ទៀតគេនៅតែមានដែរបើសិនជាប្រទេសតែពេលប្រទេសយើងនៅតែមានស្ថិរភាពសន្តិភាពចេះពួកគាត់ឯងសល់5ជំនាន់នៅតែមានដែរនៅពេលខ្ញុំឃើញមនុស្សជាច្រើនគាត់ជួបបញ្ហាផ្នែករ៉ាយវត្ថុដោយសារតែគាត់ខ្វះខាតចំណេះដឹងហើយនៅពេលដែលបងប្អូនយើងជាច្រើននៅពេលដែលគាត់រៀនចម្រើនផ្នែករ៉ាយវត្ថុជាកម្លាំងជំរុញខ្ញុំបាទអញ្ចឹងនៅពេលដែលខ្ញុំនឹកឃើញកន្លែងនេះខ្ញុំមានអារម្មណ៍ថាវ៉ាខ្ញុំគួរតែមានមោទនភាពមួយខ្លួនឯងសប្បាយចិត្តណាអញ្ចឹងការរៀនធ្វើឲ្យផ្លាស់ប្ដូរមនុស្សដែលមួយខែលុយរាប់ពាន់ចាយអត់ពាន់ខ្លាយជាមនុស្សផ្សេងមួយទៀតដោយសារយើងមានគោលដៅបទពិសោធន៍ដែលធ្លាប់សិក្សាមួយលោកគ្រូគឺឆ្នាំ2016ហើយសិក្សាមួយលោកគ្រូហ្នឹងគឺមិនមានតែតោទេដូចទូកនៅកណ្ដាលទន្លេអញ្ចឹងតែតោអត់ដឹងថាគោលដៅធ្វើអីទេបាទអត់មានគោលដៅដោយសារយើងអត់មានចំណេះដឹងរៀនមួយលោកគ្រូមិនមែនតែចំណេះដឹងរ៉ៃវត្ថុទេគឺចំណេះដឹងទូទៅជាច្រើនទៀតមិនមែនចំណេះដឹងរ៉ៃវត្ថុតែមួយទេហើយយើងមានចំណេះដឹងផ្សេងគប់ផ្សំគ្នាដែលយើងបានសិក្សាហើយនឹងចំណេះដឹងរ៉ៃវត្ថុតកតទៅមួយ cash flow ហ្នឹងដោយសារពាក្យ passive income ហ្នឹងបានធ្វើឲ្យយើងសម្រេចចិត្តសាងសង់បន្ទប់ជួលមានបន្ទប់ជួលមានអីទី1ទី2ទី3អញ្ចឹងទៅដោយសារគោលដៅពេលរៀនទៅមានគោលដៅចិត្តចង់មានចង់បានបាទហើយខ្ញុំអត់ដើរទៅផ្លូវផ្សេងទេអត់ដើរទៅផ្លូវផ្សេងទេពេលយើងចង់ដើរទៅផ្លូវផ្សេងផ្លូវអីយើងធ្លាប់សាកសួរលោកគ្រូសាកសួរអញ្ចឹងទៅបានលោកគ្រូគាត់បរៀនគាត់អីណែនាំបន្ថែមទៀតអញ្ចឹងអាចទប់ស្កាត់យើងដើម្បីកុំឲ្យដើរផ្លូវខុសដែលយើងធ្លាប់ដើរផ្លូវខុសកន្លងមកបាទតើអ្នកឆ្ងល់ទេគ្រួសារអ្នកមានគ្រប់គ្រងលុយយ៉ាងដូចម្ដេចតើអ្នកចង់ឲ្យគ្រួសាររបស់អ្នកចេះគ្រប់គ្រងលុយដោយគ្រួសារអ្នកមានដែរឬទេនេះជាឱកាសសិក្សាជាមួយលោកខំពិសិដ្ឋក្នុងកម្មវិធី Cash Flow Online ផ្ដោតលើការរៀនការអនុវត្តវិនិយោគសាកល្បងដើម្បីជួយអ្នកនិងគ្រួសាររបស់អ្នកបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏រឹងមាំអ្នកនឹងរៀនពីរបៀបដែលគ្រួសារអ្នកមានគ្រប់គ្រងលុយចេះគ្រប់គ្រងចំណូលនិងចំណាយបង្កើតទម្លាប់ល្អក្នុងការសន្សំទ្រព្យជាប្រចាំអនុវត្តវិនិយោគសាកល្បងដើម្បីបង្កើនជំនាញវិភាគនិងការសម្រេចចិត្តលើពីនេះទៅទៀតអ្នកនឹងបានចូលរួមជាមួយនឹងគ្រួសារខ្មែរជាច្រើនដែលស្រឡាញ់ការរៀនសូត្រចែករំលែកបទពិសោធន៍និងរីកចម្រើនជាមួយគ្នាដើម្បីចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើងឥឡូវនេះឬផ្ដល់ជាលេខទូរស័ព្ទនៅក្នុង comment ឬ inbox ដើម្បីឲ្យក្រុមការងារទំនាក់ទំនងនិងផ្ដល់ព័ត៌មានលម្អិតជូន